នៅក្នុងថ្ងៃនេះយើងចង់និយាយអំពីប្រធានបទមួយមុននឹងយើងចូលក្នុងប្រស្នាហ្នឹងយើងចង់និយាយអំពីប្រធានបទដែលនិយាយថាមិនស្មើភាពគ្នាសោះបាទធ្លាប់ឮប្រយោគនេះហ៎អត់ស្មើភាពគ្នាតតែសោះហេតុអីបានជាខ្ញុំអញ្ចេះហេតុអីបានជាខ្ញុំអញ្ចឹងធ្លាប់និយាយមកកាន់ខ្លួនឯងអត់ពេលខ្លះមែនទេស្មោះត្រង់ខ្ញុំធ្លាប់និយាយអូអត់ស្មើភាពគ្នាតតែសោះហើយច្រើនដងទៀតមិនមែនតែម្ដងនេះគឺជាប្រធានបទទូទៅដែលយើងនឹងប្រឈមមុខឬក៏យើងបានប្រឈមមុខហើយឬក៏យើងនឹងប្រឈមមុខខ្លួនឯងផ្ទាល់យើងអាចចូលក្នុងកន្លែងហ្នឹងថាមិនស្មើភាពគ្នាតតែសោះអញ្ចឹងនៅក្នុងភាពមិនស្មើភាពគ្នាសោះហ្នឹងអ្វីដែលយើងចង់មើលនៅក្នុងប្រស្នាឲ្យឈ្មោះថាប្រស្នាអំពីម្ចាស់ចំការនៅកន្លែងចំការទំពាំងបាយជូរនៅក្នុងគម្ពីរម៉ាថាយចំពុក20ខ1បានចែងបែបនេះព្រះរាជនៃស្ថានបរមសុខប្រៀបបាននឹងម្ចាស់ចំការម្នាក់ម្ដងទៀតសូមនិយាយទៅកាន់ចិត្តខាងថាព្រះរាជព្រះអង្គប្រៀបដូចជាម្ចាស់ចំការម្នាក់ដែលចាក់ចេញពីផ្ទះតាំងពីព្រលឹមដើម្បីទៅរកជួលកម្មករមកធ្វើការនៅក្នុងចំការទំពាំងបាយជូររបស់គាត់ព្រះយេស៊ូវគ្រីស្ទចាប់ផ្ដើមមានព្រះបន្ទូលថាព្រះរាជនៃស្ថានសួគ៌ដែលយើងភាគច្រើនយើងគិតថានៅខាងលើគឺជាកន្លែងដែលអត់មានការຕົកគឺជាកន្លែងដែលមានអំណរគឺជាកន្លែងដែលយើងនៅជាមួយព្រះអង្គព្រះអង្គមានព្រះបន្ទូលថាព្រះរាជព្រះអង្គដូចជាម្ចាស់ចំការទំពាំងបាយជូរម្នាក់ដែលគាត់ចេញអីគេទៅទីផ្សារទៅទីមហាជនតាំងពីព្រលឹមដើម្បីរកអីគេដើម្បីរកបុគ្គលិកមកជួលមកធ្វើការដើម្បីទៅជួលនរណាម្នាក់មកធ្វើការអញ្ចឹងខ្ញុំកាត់បងប្អូនឲ្យអានបន្ថែមទៀតនៅក្នុងគម្ពីរម៉ាថាយចំពុក20ណាគាត់ចេញទៅចរានដងពីព្រលឹមគាត់រកបានមនុស្សម្នាក់ដល់ពេលម៉ោង9គាត់រកបានបុគ្គលិកម្នាក់ទៀតដល់ពេលម៉ោង12និងម៉ោង3រសៀលគាត់រកបានបុគ្គលិកម្នាក់ទៀតដល់ពេលម៉ោង5អាចិត្តម៉ោងចប់ការងារហើយហ្នឹងព្រោះចប់ម៉ោង6ឆ្លៀតទៅដល់ម៉ោង5ទៅរកបានបុគ្គលិកម្នាក់ទៀតមកធ្វើការអញ្ចឹងបន្ទាប់ពីគាត់រកឃើញហើយនៅក្នុងគម្ពីរខទី2ចំពុក20ដែរគាត់បានប៉ោងបានចែងបែបនេះគាត់ព្រមព្រៀងជាមួយនឹងពួកកម្មករជាស្រេចថានឹងឲ្យប្រាក់ពីកាក់ក្នុងម្នាក់ពីម៉ោង6រហូតដល់5ម៉ោងហ្នឹងប្រហែលម៉ោងហ្នឹងគាត់យកស្របជាមួយនឹងបុគ្គលិករបស់គាត់ដែលជួលហ្នឹងមួយថ្ងៃហ្នឹងមកធ្វើការចការខ្ញុំឲ្យពីកាក់កម្មករមុននឹងគេមកធ្វើការគេយកស្របជាមួយប្រាក់ខែសិនមែនទេប្រាក់ថ្ងៃសិនអញ្ចឹងកន្លែងហ្នឹងព្រះអង្គមានព្រះបន្ទូលកន្លែងហ្នឹងថាពេលវេលាទាំង5ម៉ោងហ្នឹងដែលម្ចាស់ចំការគាត់ចេញទៅរកគាត់បានបុគ្គលិកទាំងអស់គាត់មកធ្វើការទាំងអស់ដល់វគ្គបើកលុយបាទដល់វគ្គបើកលុយនៅក្នុងខបន្ទាប់ម៉ាថាយចំពុក20ខ8ដល់ល្ងាចឡើងថៅកែចំការនោះបានប្រាប់ទៅកាន់បាទនាយតម្រូតការងារឬក៏អ្នកបម្រើមួយទៀតណាឲ្យហៅពួកជើងឈ្នួលមកបើកឈ្នួលឲ្យគេឲ្យហៅកម្មករហ្នឹងដើម្បីមកបើកឈ្នួលប្រាក់ថ្ងៃឲ្យគេហើយចាប់តាំងពីមនុស្សក្រោយគេបង្អស់អញ្ចឹងល្ងាចឡើងម្ចាស់ចំការហៅកម្មករទាំង5នាក់ហ្នឹងមកបើកលុយប៉ុន្តែឲ្យអ្នកមកក្រោយគេបង្អស់មកបើកមុនណាគេអ្នកមកក្រោយគេបង្អស់ម៉ោងប៉ុន្មានម៉ោង5ឲ្យម៉ោង5គាត់ដើរចូលឥឡូវដើម្បីជាគំរូខ្ញុំខ្ចីសិទ្ធិការសិនកូនឈូននៅទីនេះមួយបាទអូខេអូថាសិទ្ធិការខ្ញុំរកបានម៉ោង5អញ្ចឹងឲ្យម៉ោង5គាត់មកបើកប្រហែលជាខ្ចីទៀតបងអាចឡើងមកមុខបាទខ្ចីទៀតមកខាងនេះមកបាទខ្ញុំសុំខ្ចីខ្ញុំសុំអូនេះខ្ចីអស់បាទបងរុនបាទសុំអូបាទសុំរៃមកមួយទៀតបាទជាចុងក្រោយយើងផ្ដល់កិត្តិយសឲ្យអ៊ីត្រប់ឡើងមកនៅកណ្ដាលបាទឥឡូវអញ្ចេះសុំឡើងមកលើឆាកទាំងអស់គ្នាបាទឥឡូវខ្ញុំអុកទីស្ងោអញ្ចឹងពួកគាត់ខ្ញុំជាម្ចាស់ចំការអូខេអញ្ចឹងពួកគាត់ពីពេលព្រឹកព្រលឹមខ្ញុំរកឃើញរៃគាត់មកធ្វើការនៅចំការរបស់ខ្ញុំបាទគាត់យល់ស្របហើយពីកាក់ក្នុងមួយថ្ងៃអត់មានឡើងថ្លៃទេណាបាទហើយខ្ញុំរកឃើញបង្រុនអញ្ចឹងទៅម៉ោងបន្ទាប់ទៀតអាម៉ោង12ម៉ោង3ខ្ញុំរកគាត់បាន2នាក់ទៀតមកធ្វើការម៉ោង5សិទ្ធិការគាត់ថាខ្ញុំអត់មានការងារធ្វើទេជួលខ្ញុំមកមែនព្រោះនៅក្នុងកាពីហ្នឹងបានចែងថាម្ចាស់ចំការចូលទៅដល់កន្លែងទីផ្សារហ្នឹងអត់មានឃើញបុគ្គលហ្នឹងគាត់ឈរអត់មានអីធ្វើសោះចូលទៅកាន់គាត់បដ ாய் អញ្ចឹងឥឡូវដល់ពេលបើកលុយខ្ញុំបើកឲ្យសិទ្ធិការ
ពីកាក់បើន័យថា20000ទៅចោះពីកាក់យកលុយផ្លាប់អូសប្បាយចិត្តសម្រាប់ពួកគាត់មកធ្វើការមុនសតិការគាត់ឃើញសតិការបើកបាន2កាក់គាត់គិតថាអូអ្នកមកធ្វើការម៉ោង5គេមកធ្វើការតែ1ម៉ោងទេគេបាន2កាក់ដែរអញ្ចឹងទម្រាំតែខ្ញុំមកតាំងពីព្រលឹមតើខ្ញុំនឹងបានប្រមាណកាក់បងប្អូនសម័យមើលតើអ្នកដែលមកពីព្រលឹមគាត់អាចបានប្រមាណកាក់មកទៅបាទ2កាក់វ៉ាវបងសែនឆ្លាតបាទអញ្ចឹងម្នាក់2កាក់សូមអញ្ជើញអាចចូលទៅកន្លែងបានអរគុណច្រើនបាន20000ទៅវិញអូខេសូមខ្ញុំបញ្យល់កន្លែងនេះអញ្ចឹងអ្នកមកតាំងពីព្រលឹមនិងពីថ្ងៃមកគាត់ចំណែនហេតុអីបានជាម្ចាស់ចំការបើកឲ្យ2កាក់អត់ស្មើភាពគ្នាតទេសោះខ្ញុំមកពីព្រលឹមខ្ញុំគួរតែបានច្រើនជាងអ្នកមកម៉ោង5អ្នកម៉ោង5ធ្វើការបានតែ1ម៉ោងហ្នឹងមិនក៏គាត់បាន2កាក់ដែរហើយខ្ញុំគួរតែបានច្រើនខ្ញុំគួរតែបាន10កាក់មកទៅគាត់ចាប់ផ្ដើមចំណែនជាមួយនឹងអ្នកដែលទទួលបាន2កាក់គាត់ចាប់ផ្ដើមខឹងអត់សប្បាយចិត្តជាមួយនឹងម្ចាស់ចំការម្ចាស់ស្រែគេមកធ្វើការទៅបានតែ1ម៉ោងគេបាន2កាក់ឧទាហរណ៍តែយើងទៅឲ្យជួលគេច្រូតអ្នកមកធ្វើការបានតែ1ម៉ោងឲ្យ20000ដែរចុះអ្នកមកម៉ោង6ព្រឹកមិនចំណែនខ្ញុំគួរតែបាន100,000មែនទេអត់ស្មើភាពគ្នាតតែសោះម្ចាស់ចំការតបវិញនៅក្នុងគម្ពីរបន្ទាប់ទៀតបានចែងបែបនេះម្ចាស់ចំការនិយាយទៅកាន់ក្នុងចំណោមកម្មករទាំងនោះថាសម្លាញ់អើយខ្ញុំមិនបានបោកបញ្ឆោតអ្នកទាំងអស់គ្នាទេសម្លាញ់អើយខ្ញុំអត់បានបោកបញ្ឆោតអ្នកទាំងអស់គ្នាទេអ្នកបានយល់ព្រមធ្វើការឲ្យខ្ញុំក្នុងមួយថ្ងៃមែនឬទេបាទខ្ញុំគ្មានសិទ្ធិនឹងយកប្រាក់របស់ខ្ញុំទៅធ្វើតាមបំណងចិត្តរបស់ខ្ញុំឬទេឬមួយអ្នកច្រណែនមកពីខ្ញុំមានចិត្តសប្បុរសគាត់បានប្រាប់ទៅកាន់បុគ្គលិកដែលគាត់មកធ្វើតាំងពីព្រលឹមគាត់អត់បានបោកប្រាស់អ្នកទេអ្នកបានយកស្របជាមួយខ្ញុំហើយ2កាក់ក្នុងមួយថ្ងៃមែនទេអ្នកបានយកស្របហើយពីដំបូងយើងនិយាយគ្នាហើយខ្ញុំជាម្ចាស់ប្រាក់ខ្ញុំអ្នកកាន់លុយមិនខ្ញុំមិនអាចចំណាយតាមតែអ្វីដែលខ្ញុំចង់ធ្វើបានឬក៏យ៉ាងម៉េចហើយឬក៏អ្នកចំណែននឹងបុគ្គលនេះជាសំណួរដែលភាគច្រើនដែលយើងនឹងប្រឈមនៅក្នុងនិស្ស័យជាមនុស្សរបស់យើងនឹងដល់កន្លែងមួយដែលយើងមានអារម្មណ៍ថាអត់ស្មើភាពសម្រាប់ខ្ញុំហេតុអីបានព្រះអង្គធ្វើបែបហ្នឹងបាទជាពិសេសអ្នកដែលធ្វើពន្ធកិច្ចប្រហែលជាគាត់មានអារម្មណ៍ថាចំណែននៅប្រពោរបស់ព្រះអង្គខ្ញុំបម្រើព្រះអង្គច្រើនឆ្នាំហើយហេតុអីបានជាខ្ញុំអត់ទាន់មានអ្វីជិះទំនើបដូចគេខ្ញុំបម្រើព្រះអង្គច្រើនឆ្នាំហើយហេតុអីបានជាជំងឺខ្ញុំមានឈឺផ្ដេសហេតុអីបានអ្នកដទៃហាក់បីដូចជាមានប្រពោអញ្ចឹងហេតុផលមួយដែលយើងអាចកត់សង្កត់បានយើងមិនអាចយល់ 100% អំពីព្រះរាជរបស់ព្រះអង្គទេអ្វីដែលយើងអាចយល់បានគឺប្រគុណរបស់ព្រះអង្គស្មើភាពគ្នាបើទោះបីអ្នកជឿច្រើនឆ្នាំជឿតិចឆ្នាំក៏ដោយយើងនឹងទទួលបានការសង្គ្រោះស្មើគ្នាអត់ខ្វល់អំពីចំនួននៃទង្វើដែលយើងបានធ្វើប៉ុន្តែគឺជំនឿរបស់យើងទៅកាន់ព្រះអង្គនៅលើពិភពលោកនេះនឹងអត់មានភាពស្មើគ្នាច្បាស់មែនតើបាទទាំងការងារដែលយើងធ្វើទាំងកន្លែងដែលយើងត្រូវទៅទាំងក្រុមគ្រួសារដែលយើងនឹងមានមកទៅឬក៏យើងកំពុងតែមានយើងនឹងអត់មានភាពស្មើគ្នាប៉ុន្តែយើងចូលលើកទឹកចិត្តខ្លួនឯងលោកីអត់ស្មើភាពគ្នាមានតែព្រះអង្គប្រគុណព្រះអង្គស្មើភាពសម្រាប់យើងការសង្គ្រោះរបស់ព្រះអង្គនៅពេលដែលយើងបញ្ចប់នៅលើផែនដីនេះគឺស្មើភាពជាមួយគ្នាអញ្ចឹងខ្ញុំជឿជាក់ថាព្រះអង្គប្រកបនៃមួយនៅក្នុងសាសនាហ្នឹងអ្នកដែលគេគិតថាអត់មានតម្លៃអ្នកដែលក្រោយគេព្រះអង្គរាប់បញ្ចូលថាអ្នកស្មើគ្នាបាទអ្នកដែលធ្វើការច្រើនប៉ុណ្ណាក៏ដោយសម្រាប់ព្រះអង្គការសង្គ្រោះគឺស្មើគ្នានៅពេលដែលសំឡេងចំណែនចូលមកកាន់ជីវិតយើងនឹងមានសំឡេងចំណែនស្មោះត្រង់តែម្ដងខ្ញុំនឹងមានសំឡេងចំណែនខ្ញុំអាចចំណែនជាមួយនឹងអ្នកដទៃខ្ញុំអាចចំណែនជាមួយនឹងពពករបស់អ្នកដទៃចូលដកខ្លួនពីសំឡេងចំណែនហ្នឹងពីព្រោះអរិយចង់ឲ្យយើងចំណែនគ្នាឯងអរិយចង់ឲ្យយើងបែកបាក់សាមគ្គីជាពិសេសនៅកន្លែងការងារអរិយចង់បំបែកយើងតំណែងនៅក្នុងបុគ្គលិកផ្សេងទៅកាន់បុគ្គលិកផ្សេងព្រះអង្គចង់ឲ្យយើងរួបរวมគ្នាព្រះអង្គចង់ឲ្យយើងអធ្យាស្រ័យគ្នាព្រះអង្គចង់ឲ្យយើងត្រេកអរនៅថ្មីដៃអ្នកដទៃ
នៅពេលដែលក្រុមបុគ្គលិកការងាររបស់យើងឬក៏អ្នកដទៃដែលធ្វើការជាមួយយើងគេធ្វើបានល្អមេដឹកនាំគេលើកទឹកចិត្តសុំត្រេកអរអូល្អមែនទេខ្ញុំសរសើរឯងធ្វើបានល្អភាគច្រើននៅអង្គភាពនៅខាងក្រៅដូចជាខាងសតាគារឬក៏ខ្ញុំអត់ច្បាស់ប៉ុន្តែមានការអត់ត្រេកអរចំពោះស្នាដៃអ្នកដទៃកើតឡើងបាទមានការចំណែនជាមួយនឹងស្នាដៃអ្នកដទៃបាទមានការអត់ស្មើភាពគ្នាកើតឡើងអញ្ចឹងយើងជាគ្រឹះបរិស័ទដែលយើងមានជំនឿទៅលើព្រះយេស៊ូវគ្រីស្ទយើងនាំគុណតម្លៃព្រះអង្គទៅកន្លែងការងាររបស់យើងទៅកន្លែងក្រុមគ្រួសាររបស់យើងទៅកន្លែងសហគមន៍របស់យើងយើងត្រេកអរនៅអ្វីដែលអ្នកដទៃមានកុំប្រៀបធៀបខ្លួនឯងជាមួយនឹងអ្វីដែលអ្នកដទៃមានកុំចំណែនជាមួយនឹងអ្វីដែលអ្នកដទៃមានយើងត្រេកអរសម្រាប់គាត់ហើយយើងអរប្រគុណព្រះអង្គសម្រាប់អ្វីដែលយើងកំពុងមានពីព្រោះនៅពេលដែលយើងចេះអរប្រគុណព្រះអង្គពីចំណុចដែលទូចតាចទៅព្រះអង្គនឹងបំពេញបន្ថែមគឺបានចែកថាបើយើងស្មោះត្រង់នឹងចំណុចដែលទូចតាចយើងអាចស្មោះត្រង់នៅចំណុចដែលធំតោះនេះបើសិនជាយើងស្មោះត្រង់នឹង10000រៀលយើងអរប្រគុណព្រះអង្គនៅ10000រៀលនេះយើងមានអំណរនៅប្រាក់10000រៀលនេះយើងមានដួងចិត្តអរប្រគុណព្រះអង្គបងប្អូននឹងមើលព្រះអង្គនឹងបន្ថែមទៀតតាមរបៀបផ្សេងតែបើយើងរអ៊ូរទាំនឹង10000រៀលហ្នឹងយើងរអ៊ូរទាំនៅអ្វីដែលយើងកំពុងធ្វើហ្នឹងអ្វីដែលយើងកំពុងមានយើងអត់មានដូចគេយើងយកខ្លួនឯងទៅប្រៀបធៀបជាមួយនឹងអ្នកដទៃយើងអត់បានទទួលយកប្រគុណព្រះអង្គទេហេតុអីដោយសារការរអ៊ូរទាំវាបិទអត់អាចទទួលយកពពកព្រះអង្គពេលព្រះអង្គចង់ប្រហូរពពកមកជីវិតរបស់យើងបិទបាត់ហើយហ្នឹងហូរចេញទៅអ្នកផ្សេងទៅដោយតោះទេនៅពេលដែលយើងចាក់ទឹកចូលសូអត់មានគោរពទឹកចូលមែនទេតែបើសិនជាយើងយកគោរពទឹកបិទសួរតែទឹកដែលយើងចាក់ទៅចូលអត់បាទខ្ទាតចេញទៅក្រៅអញ្ចឹងជីវិតនៃការរអ៊ូរទាំជីវិតនៃការចំណែននៃការមិនស្មើភាពគ្នាដូចជាយើងយកគោរពមកបិទខ្លួនឯងអញ្ចឹងព្រះអង្គចង់ចាក់ពពកប៉ុណ្ណាក៏មិនចូលដែរបាទព្រោះរអ៊ូរទាំអត់នៅជាមួយព្រះអង្គទេដោយគម្ពីររួមបានចែកបែបនេះមិនត្រូវយកតម្រាប់តាមនិស្ស័យលោកីនេះឡើយត្រូវទុកឲ្យព្រះជាម្ចាស់កែប្រែចិត្តគំនិតបងប្អូនឲ្យទៅជាថ្មីទាំងស្រុងដើម្បីឲ្យបងប្អូនចេះពិចារណាមើលព្រះជាម្ចាស់សពព្រះハរតីអ្វីខ្លះអ្វីដែលល្អដែលព្រះអង្គគប់ព្រះハរតីដែលព្រះអង្គគប់ព្រះハរតីរបស់ព្រះអង្គនឹងគ្រប់លក្ខណៈអ្វីដែលលោកីគេកំពុងធ្វើភាពចំណែនភាពហឺហាស៊ីវិល័យកុំយកតម្រាប់តាមគេផ្ទុយទៅវិញគម្ពីរបានចែងថាអនុញ្ញាតឲ្យព្រះយេស៊ូវគ្រីស្ទបានផ្លាស់ប្រែយើងទាំងស្រុងជាថ្មីកន្លែងណាដែលយើងអាចទទួលបានព្រះបន្ទូលរបស់ព្រះអង្គគឺព្រះគម្ពីរនៅពេលដែលយើងអានព្រះគម្ពីរយើងចំណាយពេលជាមួយនឹងព្រះអង្គបងប្អូននឹងឃើញថាជីវិតបងប្អូនចាប់ផ្ដើមកែប្រែខ្លួនឯងដោយអត់ដឹងខ្លួនជួនកាលកែប្រែខ្លួនឯងដោយអត់ដឹងខ្លួនទេតគ្រូប្រាប់មិនដឹងមែនណាខ្ញុំឃើញជីវិតបងប្អូនខ្ញុំស្គាល់បងប្អូនជិត2ឆ្នាំហើយនៅក្នុងបន្ទប់នេះខ្ញុំឃើញពីការផ្លាស់ប្រែរបស់បងប្អូនហើយខ្ញុំមិនដឹងថាបងប្អូនចាប់អារម្មណ៍ឬក៏អត់ទេខ្ញុំឃើញការផ្លាស់ប្រែដែលព្រះអង្គមានសម្រាប់បងប្អូនដែលព្រះអង្គបានធ្វើសម្រាប់បងប្អូនខ្ញុំឃើញពីដួងចិត្តដែលបងប្អូនស្រែកឃ្លានព្រះបន្ទូលព្រះអង្គចង់យកទៅឲ្យអ្នកដទៃឲ្យស្គាល់ពីព្រះអង្គដែរខ្ញុំឃើញបងប្អូនអធិដ្ឋានទៅកាន់ព្រះអង្គខ្ញុំឃើញបងប្អូនកំពុងតែទទួលយកព្រះបន្ទូលព្រះអង្គដើម្បីកែប្រែហើយនៅពេលដែលយើងមានព្រះបន្ទូលរបស់ព្រះអង្គយើងនឹងយកឈ្នះសម្លេងនៃលោកីនេះកាន់តែស្រួលប្រយោគមួយនេះដែលខ្ញុំចង់បញ្ចប់ជាមួយលោកីគឺមិនយុត្តិធម៌ទេប៉ុន្តែព្រះជាម្ចាស់គឺយុត្តិធម៌បាទនៅក្នុងលោកីនេះគឺអត់ស្មើភាពគ្នាទេធម្មតាជារឿងធម្មតាប៉ុន្តែព្រះជាម្ចាស់គឺស្មើភាពគ្នាហើយការស្មើភាពរបស់ព្រះអង្គមិនអាស្រ័យលើចំនួនទេបងប្អូនបាទមិនអាស្រ័យទៅលើតើបងប្អូនបានខំធ្វើប៉ុណ្ណាទេមិនអាស្រ័យទៅលើតើខ្ញុំខំបម្រើព្រះអង្គច្រើនឆ្នាំប៉ុណ្ណាទេអធិដ្ឋានច្រើនប៉ុណ្ណាទេពីព្រោះភាពស្មើភាពរបស់ព្រះអង្គគឺនេះតើបងប្អូនមានជំនឿទៅលើព្រះអង្គយ៉ាងម៉េចតើបងប្អូនមានត្រេកអរក្នុងចិត្តយ៉ាងម៉េចនៅពេលដែលបងប្អូនស្ថិតនៅក្នុងភាពស្ថានភាពលំបាកណាបាទអញ្ចឹងនៅយុគនេះប្រយោជន៍ដែលបងប្អូនអាចទទួលបានគឺអត់ស្មើភាពគ្នាមែននៅក្នុងលោកីនេះតែព្រះប្រគុណព្រះអង្គគឺស្មើភាពគ្នាបាទកុំឲ្យសំឡេងខាងក្រៅមកទាញយើងចេញពីប្រគុណរបស់ព្រះអង្គចូលធ្វើជាក្របពូជដែលល្អកុំធ្វើជាសង្ហែបាទចូលជឿថាព្រះអង្គនឹងមានការធំសម្រាប់យើងចូលយកឈ្នះចិត្តប្រៀបធៀបចូលយកឈ្នះចិត្តចំណែនតែចូលមកវិញជាមួយនឹងការត្រេកអរសម្រាប់ការជោគជ័យរបស់អ្នកដទៃត្រេកអរសម្រាប់អ្នកដែលធ្វើការជាមួយនឹងយើង
អធិដ្ឋានសម្រាប់គាត់លើកទឹកចិត្តគាត់បើទោះបីយើងអត់ទទួលបានដូចគេក៏ដោយព្រោះយើងដឹងថាប្រគុណរបស់ព្រះអង្គនឹងសង្គ្រោះយើងហើយចុងក្រោយលុយអត់អាចសង្គ្រោះយើងបានទេមែនទេសូមបងប្អូនបានក្រោកឈរឡើងទាំងអស់គ្នាខ្ញុំចូលបងប្អូនបានបិទភ្នែកហើយពិចារណាថាតើអ្វីដែលនៅក្នុងចិត្តរបស់បងប្អូនកំពុងតែធ្វើឲ្យបងប្អូនមានអារម្មណ៍ថាចំណែនស្មោះត្រង់ជាមួយនឹងព្រះអង្គមានអារម្មណ៍ថាប្រៀបធៀបហើយសូមយកអារម្មណ៍នឹងថ្វាយទៅកាន់ព្រះអង្គនៅយប់នេះដោយព្រះបន្ទូលរបស់ផងព្រះអង្គព្រះយេស៊ូវគ្រីស្ទគុណអរប្រគុណដែលព្រះអង្គគឺជាព្រះតែមួយដែលយើងថ្វាយបង្គំពេលដែលសូមបើកសម្ដែងសម្រាប់បងប្អូនម្នាក់ៗដែលឈរនៅក្នុងបន្ទប់នេះសូមឲ្យគាត់យកសម្លេងអវិជ្ជមានដែលគាត់គិតថាខ្លួនឯងអត់គ្រប់គ្រាន់អត់មានដូចគេអត់សូវធ្វើការល្អដូចគេតែប្រហែលជាគាត់អាចប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃឬក៏មានអារម្មណ៍ថាខ្លួនឯងចំណែនជាមួយនឹងអ្នកដទៃព្រះអង្គហើយនៅយប់នេះគាត់អធិដ្ឋានសូមឲ្យចិត្តគុណទាំងអស់នោះបានសម្រាលនៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទសូមឲ្យអារម្មណ៍អវិជ្ជមានទាំងអស់នោះបានសម្រាលតែព្រះអង្គគឺជាព្រះឲ្យយើងឮព្រះបន្ទូលព្រះអង្គជាងសម្លេងអវិជ្ជមានព្រោះមានតែព្រះអង្គដែលយើងចង់ថ្វាយបង្គំមានតែព្រះអង្គដែលយើងចង់ថ្វាយដួងចិត្តទៅកាន់ព្រះ